នាងមកផ្ទះខ្ញុំធ្វើអីធម្មតាខ្ញុំចូលចិត្តរៀនការស្អាតសិនបន្ទាប់មកទើបខ្ញុំធ្វើការក្នុងពីខែនេះជាលើកទី5ហើយស្លាកដៃព្រីផ្សៃមែនគ្មានស្លាកស្នាមអីបន្តិចសោះប្រកាសជាអ្នកឯកទេសខាងសម្រាប់មនុស្សធ្វើហើយងល់អីវាយោសម្រាប់មនុស្សនោះសម្រាប់សំបីតែបងអូនតូចហ្នឹងក៏បាញ់ផ្ទុះដែរគឺភ្លេងនេះបានមិនក៏ឯងនៅចាំបានវាយប់ណាក៏មើលវីដេអូរឿងជប៉ុនដែរខ្លងចិត្តស្លាប់ទៅហើយពួកស្រីអស់នោះចេះតែស្រ័យថាយ៉ាងមកកើហើយយំម្សិលមិញគឺដាក់ភ្លេងបារាណប្រកាសជាចាំបានណាមិនក៏ឯងដឹងថាយ៉ាងមកកើជារឿងអាភាខ្ញុំធ្លាប់មើលនៅផ្ទះមិត្តខ្ញុំយ៉ាងមិនទៅហើយនេះជាសាកសីទី3ហើយដែលប្រាប់ខ្ញុំថាពេលមានរឿងគឺបានឮបទភ្លេងមួយនេះធាតុកោនេះមានទម្លាប់មួយគឺពេលដែលសម្រាប់មនុស្សចូលចិត្តស្ដាប់ភ្លេងតាមមើលទៅគឺអាចចូលចិត្តស្ដាប់ទេដឹងលោកនាលីនៅចន្លោះជាន់ទី9បានឃើញសាកសពដូចជាប្តីប្រពន្ធមានវ័យចាស់ទៀត369ជួយយកចម្លើយផងបានទេធាតុកោប្រហែលជាបានជួបគេហើយដូច្នេះទើបសម្រាប់គេបំបិតមាត់ពេលដែលមានទំនេរទៅពូវកមាត់ទៅឯងស្មានតែឯងនឹងសរោសរោមពលណាលោកនាលីខ្ញុំសង្ស័យថាធាតុកោនេះតែម្នាក់ឯងទេណាមួយប្រហែលជាស្រីទៀតផងខ្ញុំស្ដាយក្រោយណាស់ដែលហៅឯងមកជាមួយឯងគិតមើលតើស្រីម្នាក់នេះអាចតបប្រុសម្នាក់ទម្ងន់70 គីឡូពីមួយខាងទៅមួយខាងបានទេស្នាដៃយ៉ាងនេះឯងថាមនុស្សស្រីយ៉ាងមិនកើតឯងគិតទៅមើលធាតុកោមុននោះអ្នករងគ្រោះដៃជើងទាំង4ត្រូវកាត់ចោលអស់សូម្បីតែបងអូនតូចរស់រវើកនោះក៏ត្រូវកាត់ចោលដែរចំណែកជនរងគ្រោះនេះដៃជើងទាំង4ត្រូវបាញ់បាក់អស់ឆ្អឹងក្បាលត្រូវប្រេះចំណែកបងអូនតូចក៏ត្រូវបាញ់បែកខ្ទេចខ្ទីទៀតហើយនេះខ្ញុំសង្ស័យថាស្រីជាអ្នកប្រសិទ្ធលើកមុនពីរឿងនោះគឺរឿងស្រីសងសឹកចំណែករឿងលើកនេះគឺពួកសង្គមងឹតបំពេញច្បាប់ហ៊ានអាណិតខ្ញុំណាជុំគិតព្រាបដាស់ទៀតទៅឯងគួរស្ដាប់ខ្ញុំបានទេលោកនាលីខ្ញុំគិតថារឿងលើកមុនសតតែពេលដែលកំពុងរួមសមាគ្នាទើបធាតុកោកាត់ផ្ដាច់ដៃជើងព្រមទាំងប្រណាប់តពូជនោះរួមរយៈជាមួយគីងកុងមនុស្សស្រីមានកម្លាំងយ៉ាងនេះបញ្ជាក់ថាជាប្រុសប្រមាណអ្នកធ្វើទេអ្នកធានាណាសម្រាប់ប្រមាណខែទៀតទៅឥឡូវខ្ញុំធម្មតាទេ3ខែមុនបានបាញ់សម្រាប់បងប្រុសបង្កើតមិនក៏ថាធម្មតាឯងនិយាយថាម៉េចតិចយើងសម្រាប់ឯងចោលអ្នកធានាលោកនាលីខ្ញុំគឺជ្រុលដៃកុំលោកកំខឹងខ្ញុំអីខ្ញុំដឹងរឿងយ៉ាងនេះបើនិយាយចំពោះមុខមនុស្សធម្មតាមួយជីវិតនេះក៏មិនអាចមកភ្លេចបានខ្ញុំឲ្យឯងធ្វើការវិញខ្ញុំយល់ដល់មុខបងប្រុសឯងដែលស្លាប់ទៅនោះឆ្ងាយមែនការពិតឯងត្រូវចូលពេទ្យចិត្តសាកន្លះឆ្នាំមែនខ្ញុំជាធម្មតាហើយឯងធម្មតាកាន់កំភ្លើងយ៉ាងម៉េចឯងមិនចេះផងនៅថាធម្មតាទៀតមានមនុស្សឈួតណាស់ថាខ្លួនឯងឈួតទេអាទិត្យក្រោយណាត្រូវផ្លាស់ខោអាវទៅក្រុមផ្សេងយើងប្រាប់ឯងណារឿងនេះមិនឲ្យអ្នកណាប៉ះពាល់ទេបើមានពេលទំនេរទៅកាត់សក់ផងហើយកោពុកមាត់ទៀតផងយ៉ាងនេះទើបអាចមានស្មារតីល្អមានគ្នាយើងត្រូវរបស់ហើយឆោមហើយអត់ពេលភាពទៅអត់ចាំបងប្រុសមិនក៏បងទៅវិញចាំពេលណាមីងមកទៅទិញសម្លេងអនាម័យពីដុំណាមួយដុំដាក់នៅនឹងគូតវាមួយដុំញាត់ក្នុងមាត់ស្អុយវាទៅទឹកដោះគោឆៅនេះគឺបងប៉ាអ្នកផ្សេងគឺគ្មានសំណាងទេមានតែអូនទេអញកំពុងតែមានកំណត់អីដែរតើអញចង់ឲ្យខ្ញុំឲ្យអីខ្លាំងបងដូចជាមនុស្សយកការពិតយ៉ាងនេះអញហ៎ដូចជាព្រានបីសាចអញ្ចឹងចាំមកផ្លែណាតែមួយនេះឯងប្រកាសជាបានជាធម្មយាខ្ញុំចាំទី2ណាកុំមកលើពេកខ្ញុំតែនាងលឺទៅខានស៊ីចុកអ្វីណាអ្នកជាងប្រយ័ត្នកន្លែងឯងបន្តិចណាអាស៊ីដោយគេហ្នឹងស្រីគឺធ្វើពីភ្លើងទេប្រយ័ត្នតែឆេះងាប់ណាមិនអីទេខ្ញុំមានតែយកទឹកធំមួយណែនតាបើមិនជាឯងកាត់ត្រីទៅជាខ្ញុំនឹងកាត់ទៅយករបស់ឯងចោលហ្នឹងស្អប់មែនលើកនេះផ្កាយភ្លើងបុកផែនដីថាមីប្រហែលថ្ងៃនេះមិនឯងមិនទៅរកខ្ញុំអញ្ចឹងនេះមកឃើញខ្ញុំកំពុងរវល់ទេបន្តិចទៀតខ្ញុំមានកូនជាមួយនឹងឯងហើយឯងចង់បោះបង់ចោលហ៎ម៉េចមានកូនជាមួយខ្ញុំធ្វើមិនដឹងថាជាកូនរបស់ខ្ញុំនាងភាសាតលេងកំងហ៊ានអាងថាមិនមែនជាមួយប្រុសផ្សេងទៀតហ៎តែឯងនិយាយយ៉ាងជាមួយខ្ញុំអញ្ចឹងអូនស្រីមានកូនចំណាយពី3000យកចេញទៅវាស្រេចបាត់ទៅហើយចាំបាច់មកយំស្រែកទីនេះធ្វើអីណមែនហើយពួកខ្ញុំក៏ដើរលេងជាមួយគ្នាប៉ុណ្ណោះអញ្ចឹងក៏មកតម្លាក់កំហុសលើខ្ញុំដែរដូចជាអយុត្តិធម៌ពីហើយមែនទេណាខ្ញុំនៅជាមួយឯងអស់កន្លះឆ្នាំតែគ្រាន់តែដើរលេងទេមួយជីវិតខ្ញុំនេះមានតែប្រាប់ឯងម្នាក់ទេណាហើយគេលេងប្រៃការនាងហើយគេស្រឡាញ់ខ្ញុំមិនក៏មិនឆាប់ទៅសំទោផងណាឈប់និយាយថាមានកូនជាមួយខ្ញុំទៀតខ្ញុំជួយនាងតិចចុះយកប្រមាណ$100ហើយចេញឲ្យបាត់ពីមុខមាត់ខ្ញុំភ្លាមទៅមិនអាយយោអាយ៉ាហ៊ានចោតយើងផងយើងវាយឲ្យនាងឯង